ចាសួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះគឺខ្ញុំបានទៅលេងវត្តអឺសង្កែបងប្អូនចាវត្តនេះដែរគឺមានព្រះសង្ឃចំនួន10អង្គបងប្អូនចាហើយព្រះវិហារនេះគឺធំមែនតែនបងប្អូនខ្ញុំលើកទី1ហើយដែលមកដល់ទីនេះជាលើកដំបូងបង្អស់ក្នុងជីវិតចារស់នៅ2-3ឆ្នាំហើយបងប្អូនមិនដែលបានមកលេងនៅវត្តនេះទេចាទើបតែថ្ងៃនេះគឺខ្ញុំសម្រេចចិត្តចាមកលេងវត្តនេះម្ដងណាបងប្អូនចាគឺនៅក្បែរខ្ញុំដែរទេចាគឺវត្តសង្កែចាវត្តនេះគឺនៅដាច់ស្រយាលមែនតែនបងប្អូនចាមើលទៅកំសត់ណាស់ដែរណាព្រោះថាផ្ទះបងប្អូនចាក្នុងភូមិអីដូចជាមិនសូវមានទេមើលទៅមានតែវាស្រែនៅជុំវិញចាវត្តនេះណាបងប្អូនចាប៉ុន្តែខ្ញុំមកលើកទី1មិនដឹងថាជាយ៉ាងណាទេណាបងប្អូនគ្រាន់តែមកលេងជាការដែលចង់មកអញ្ចឹងទៅក៏ឈានមកដល់ទីនេះចាអញ្ចឹងវត្តសង្កែនេះដែរបងប្អូនគឺមានទីធ្លាធំមែនតែនចាហើយនេះជាដើមពោធិ៍បងប្អូនចាដើមពោធិ៍ខ្ញុំជ្រកចាត្រជាក់ត្រជុំខ្លាំងមែនតែនបងប្អូនហើយមានចាព្រះចាមានព្រះធំមែនតែនបងប្អូនហើយខ្ញុំក៏បានចូលទៅថ្វាយបង្គំចាថ្វាយបង្គំរួចហើយនឹងក៏បានចាដើរជុំវិញព្រះវិហារបងប្អូនចាហើយក៏បានឃើញថាมันមានមនុស្សទេបងប្អូនហើយផ្ទះហ្នឹងក៏មិនមានដែរបងប្អូនចាគ្រាន់តែថាវត្តនេះមានព្រះសង្ឃច្រើនគួរសមដែរបងប្អូនណាមិនសូវជាស្ងាត់ប៉ុន្មានទេចាមានកូនសិស្សមានចាដូចជាព្រះសង្ឃគួរសមដែរចាមិនសូវស្ងាត់ទេគាត់ថាជុំវិញវត្តហ្នឹងគឺមិនសូវជាមានផ្ទះបងប្អូនប្រជាពលរដ្ឋយើងទេបងប្អូនណាអញ្ចឹងលោកយាយលោកតាក៏គាត់រឿងពិបាកនឹងមកដែរបងប្អូនចាអញ្ចឹងហើយចាបើសិនជាបងប្អូនមានសទ្ធាជ្រះថ្លាឬក៏ចង់ចាកសាងនៅអ្វីមួយចាបងប្អូនអាចតំណតាមខ្ញុំបានចាហើយបើសិនជាបងប្អូនមិនជឿបងប្អូនអាចមកលេងបានចាគឺរងចាំទទួលបងប្អូនជានិច្ចចាតែបើសិនជាបងប្អូនចាមានសទ្ធាជ្រះថ្លាចាចង់កសាងរឹតតែល្អទៀតបងប្អូនហើយព្រះដែលខ្ញុំកំពុងតែថ្វាយបង្គំនេះណាបងប្អូនទាំងអស់គ្នាចាគឺធំមែនតែនចាគឺធំមែនតែនហើយថតនឹងគឺថាកណានៅខាងស្គុនមើលទៅរឿងទូទេតែបានមកចិត្តធំបងប្អូនចាហើយក៏បានថតទៅឃើញព្រះសង្ឃចាមួយអង្គកំពុងតែគង់នៅចាជាមួយនឹងកូនសិស្សណាបងប្អូនទាំងអស់គ្នាហើយខ្ញុំមិនសូវចេះភាសាលោកប៉ុន្មានទេបងប្អូនចានិយាយរវល់តែច្រឡំរហូតចាហើយលោកក៏មានបជាប្រិយភាពដែរបងប្អូនគឺសួរសុខទុក្ខយើងអញ្ចឹងទៅចាហើយដូចជាមាននិស្ស័យនឹងគ្នាដែរបងប្អូនចាគ្រាន់តែឃើញលោកក៏ញញឹមអញ្ចឹងទៅហើយសួរនាំអីអញ្ចឹងទៅណារបៀបថាលក្ខណៈជាប្រសក់និងប្រសងចាមិនមែនជាអ្វីទេបងប្អូនតិចជួយច្រឡំថាអ្វីផ្សេងមិនមែនទេចាព្រះអង្គមួយអង្គនេះគឺលោកកំពុងតែគង់ជាមួយនឹងកូនសិស្សណាហើយខ្ញុំនឹងក៏ដើរថតអញ្ចឹងទៅក៏ឃើញព្រះអង្គមួយនៅកំពុងតែនៅជាមួយនឹងកូនសិស្សចឹងហើយក៏ឆ្លៀតចាទៅសួរនាំចឹងទៅថ្វាយបង្គំលោកណាបងប្អូនចាថ្វាយបង្គំលោកក៏សួរនាំតិចតួចដូចជាលោកឆាន់បាយហើយនៅអីចឹងទៅហើយលោកក៏បានឆ្លើយថាមិនទាន់ទេញោមហើយខ្ញុំនឹងក៏ចា
ចេះតែនិយាយមិនដឹងជានិយាយស្អីខ្លះទេបងប្អូនអត់ចេះភាសាលោកណាកណាផងចាផងអើយហើយលោកក៏បានមានពុទ្ធដីកាថាលោកបានបួសនៅវត្តនេះប៉ុន្តែមួយរយៈក្រោយមកលោកក៏បានទៅរៀននៅឯភ្នំពេញណាបងប្អូនចាគឺខាងសង្កាត់ព្រែកលៀបចាខាងព្រែកលៀបបងប្អូនចាអញ្ចឹងក៏លោកនិមន្តមកលេងដែលចូលព្រះពុសាអញ្ចឹងណាបានដើរអញ្ចឹងបងប្អូនគឺថាមានអារម្មណ៍មួយចាសប្បាយហើយស្រស់ស្រាយមែនតែនចាជាពិសេសបានមកលេងវត្តអញ្ចឹងគឺខ្ញុំចូលចិត្តណាស់បងប្អូនបានមកលេងវត្តអញ្ចឹងទៅគឺមើលនៅក្នុងវត្តនឹងមានស្អីខ្លះចាហើយវត្តនឹងគេមានរបៀបរៀបរយយ៉ាងម៉េចអីចឹងទៅណាចាហើយវត្តនេះដែរគឺថាស្អាតដូចខ្ញុំបានលើកឡើងតាំងពីខាងដើមចាថាវត្តនេះគឺមានទីអារាមធំមែនតែនចាគឺมันអាចថតគ្រប់ចន្លោះបានទេបងប្អូនព្រោះថាខ្ញុំឃើញកន្លែងណារៀងនេះអញ្ចឹងគឺខ្ញុំថតយកតែកន្លែងនឹងទេចាដើម្បីឲ្យបងប្អូនទស្សនាទៅកុំសូវជាវាវែងឆ្ងាយពេកអញ្ចឹងណាតែគ្រាន់តែថាវត្តនេះគេរៀបចំស្អាតមែនតែនចាហើយនេះមុនពេលដែលខ្ញុំដើរចូលទៅក្នុងវត្តចាបងប្អូនគឺខ្ញុំថតដែលខ្ញុំនិយាយថាអត់មានផ្ទះបងប្អូនយើងហ្នឹងណាចានេះបងប្អូនឃើញហើយថាគឺមិនមានផ្ទះទេបងប្អូនចាសិតតែអញ្ចឹងគឺគេដាំបន្លែនៅក្បែរវត្តអញ្ចឹងទៅចាធ្វើគេហៅថាដាំបន្លែធម្មជាតិអីចឹងណាបងប្អូនចាហើយក៏ចូលមកដល់ក្នុងវត្តហ្នឹងគឺมันទៅណាឆ្ងាយអីទេបងប្អូនគឺថាមកថ្វាយបង្គំចាព្រះបរិមាករយើងហ្នឹងណាហើយក៏បានរៀបចំសម្ភារៈដែលមាននៅលើកន្លែងដែលគេមកលេងមកអីចឹងគឺតែងតែដាក់ឲ្យចាមាននំមានលេខអីចឹងទៅមានទឹកមានអីចឹងទៅណាហើយខ្ញុំមើលឃើញទៅដូចជាមិនសូវជានេះចឹងខ្ញុំក៏យករកដូចថារមបោះតែរមបោះអត់បានក៏ឃើញកណាត់មួយបងប្អូនចាក៏ទាញកណាត់នោះយកមកជូតចាមកបោះអីចឹងទៅមិនមែនយកមាត់អីទេបងប្អូនណាគ្រាន់តែខ្ញុំឃើញអញ្ចឹងខ្ញុំរពឹសដៃចាខ្ញុំយកណាត់នឹងយកមកជូតចារៀបចំចាននឹងដាក់ម្ដុំចឹងទៅចាហើយចានអីនឹងដូចជារៀងចាមិនដឹងជាស្អីខ្លះទេបងប្អូនប៉ុន្តែមនុស្សដែលថារពឹសដៃណាបងប្អូនចឹងហើយក៏ចេះតែរកនេះរកនោះយកមកបោះយកមកជូតនៅលើបរិមាកររបស់យើងចឹងទៅចាហើយជូតរួចហើយនឹងក៏នាំគ្នាចាទៅកន្លែងផ្សេងទៀតអញ្ចឹងទៅណាបងប្អូនហើយបានថតនឹងក៏បានជួបព្រះសង្ឃមួយអង្គនឹងក៏សំណេះសំណាលគ្នាចានិយាយពីនេះពីនោះចឹងទៅចាសួរពីលោកមានឧបនិស្ស័យខាងការបួសនឹងចឹងទៅណាលោកក៏មានពុទ្ធដីកាប្រាប់តាមត្រង់ចឹងទៅចាហើយវត្តនេះដែរបងប្អូនគឺចិត្តមានកឋិនហើយកឋិនភូមិយើងណាលោកប្រាប់ថ្ងៃខែដែរបងប្អូនប៉ុន្តែដូចជាខ្ញុំភ្លេចបាត់ហើយនេះមិនដឹងទឹកខិនថ្ងៃទីប្រហែលទេបងប្អូនចាទឹកខិនវត្តសង្កាយយើងហ្នឹងបងប្អូនកុំភ្លេចមកលក់ឆាយ៉ាំទាំងអស់គ្នាហើយក៏បានមេឃហ្នឹងក៏មិនអោយផលដែរបងប្អូនចាថាពេលដែលខ្ញុំចេញទៅហ្នឹងគឺរៀងមេឃស្រឡះទេមិនសូវជាសតុំពេកទេណាស្រាប់តែចូលទៅដល់វត្តថតបានតែប្រហែលកន្លែងមេឃហ្នឹងក៏ចាប់ផ្ដើមមកដែរចាហើយមកក៏មកទៅមិនដឹងធ្វើម៉េចទេណានៅបន្តទៀតសិនគឺថាដើរបាន 2-3 កន្លែងល្អបងប្អូនចាចេញពីកន្លែងនឹងហើយគឺទៅកន្លែងផ្សេងទៀតចាទៅកន្លែងមួយទៀតកន្លែងនឹងគឺគេហៅថាកន្លែងអណ្ដូងអីទេនេះបងប្អូនដូចជាភ្លេចបាត់ហើយនេះចាអណ្ដូងអីទេចាំមើលខ្ញុំទៅមើលក្នុងនេះសិនណាព្រោះថាភ្លេចបាត់ឲ្យបងប្អូនដល់ឡើងទៅមកនិយាយreview នៅក្នុងនេះគឺភ្លេចនៅនោះបាត់ហើយគ្រាន់តែកន្លែងនេះបងប្អូនកន្លែងលោកតាលោកយាយនៅពេលដែលគាត់នៅថាមកស្ដាប់លោកទេសឬក៏មកសូត្រធម៌អីណាចាមានតុកមានអីសម្រាប់ថាចាស់គាត់
ស្ដាប់ធម៌ស្ដាប់អីហើយគាត់ភាសាបាយភាសាអីចឹងទៅគេមានតុកមានអីម្យ៉ាងមកគេដែរណាបងប្អូនវត្តនេះគឺល្អមែនតែនងាយស្រួលដែរបងប្អូនងាយស្រួលនឹងលោកតាលោកយាយគាត់អង្គុយភាសាបាយភាសាអីចឹងទៅស្រួលណាបងប្អូនចាមានតុកមានអីចឹងទៅគឺថាលោកតាលោកយាយគាត់មិនសូវជាពិបាកដែរចាលោកឆាន់ហើយគឺដឹងតាប្រគេនជូនចាលោកតាលោកយាយវេជូនលោកតាលោកយាយវិញអញ្ចឹងណាអញ្ចឹងទាំងខ្ញុំទាំងគេគឺសិនហើយដាក់សិនហើយបងប្អូននិយាយចាស់និយាយឡើងបងប្អូនគឺថាមិនដែលបានហូបបាយវត្តទេបងប្អូនចាយកតែចង្ហាន់ទៅប្រគេនព្រះសង្ឃហើយវេហើយហ្នឹងគឺខ្ញុំត្រឡប់មកវិញហើយចាគឺឆ្លៀតការងារប្រចាំរាល់ថ្ងៃចឹងទៅចាឆ្លៀតទៅវត្តតិចតួចចឹងទៅចាធ្វើម៉េចបងប្អូនចាយើងត្រូវតែធ្វើបុណ្យជារឿយអីចឹងទៅចាមិនច្រើនក៏តិចតួចអញ្ចឹងទៅភ្ជាប់និស្ស័យចាឲ្យទៅជាតិក្រោយនឹងគឺថាចាมันប្រាថ្នាអីច្រើនទេបងប្អូនគ្រាន់តែសុំតែសុខសប្បាយចឹងទៅលោករៀងអៀនបងប្អូនលោករៀងអៀនន័យថាលោកតែមួយអង្គឯងចឹងណាហើយខ្ញុំនឹងរៀងដូចជាបានមាត់ដែរចានិយាយមិនសូវចេះនិយាយទេប៉ុន្តែបើជួបលោកចាឲ្យតែលោករៀងមានដូចថាបានសម្ដីដែរអញ្ចឹងណាអញ្ចឹងក៏ចេះតានិយាយជាមួយនឹងលោកអញ្ចឹងទៅចាតែបើលោកមិនហ៊ាននិយាយទេគឺខ្ញុំមិនហ៊ានដែរទេណាខ្លាចទៅខ្លាចមកបងប្អូនចាហើយមិនមានអ្វីទេបងប្អូនគ្រាន់តែថាជាលក្ខណៈជួបចាជួបប្រសង់ជួបប្រសក់អញ្ចឹងទៅចានិយាយគ្នាពីនេះពីនោះអញ្ចឹងណាចាហើយលោកក៏ចិត្តដល់ម៉ោងឆាន់បាយដែរមិនសូវបាននិយាយគ្នាយូរទេបងប្អូននិយាយបានមួយផ្លែតព្រោះខ្លាចលោកនេះថាហួសម៉ោងលោកឆាន់អញ្ចឹងណាហួសម៉ោងម៉ោងគឺលោកមិនអាចឆាន់បានទេមិនដូចយើងប្រសក់ឯណាបងប្អូនប្រសក់ចង់ពិសាស្មានណាគឺបានស្មាននឹងតែបើលោកមិនបានទេចាគឺតែហ៊ានហ្នឹងគឺចប់ហើយក៏ចាខ្ញុំមិនមកម៉ៃលាព្រះអង្គព្រះសង្ឃអញ្ចឹងទៅចាដើម្បីឲ្យព្រះសង្ឃនឹងគាត់លោកនិមន្តទៅដេញឆាន់បាយបងប្អូនចាព្រោះត្រូវដល់ម៉ោងចាបើលោកប្អូនបើយើងប្រសង់ចង់ពិសាស្មានណាក៏តាមចិត្តទៅលោកមិនបានទេបងប្អូនណាតាហ៊ានដេញម៉ោងនឹងលេងនេះថតខ្យល់ចាប់លោកច្បាស់ហើយប្រសក់នឹងមានបាបទៀតកណានៅខាងស្គុនលេងទេបងប្អូនចាកណាអាស្រ័យទៅលើលោកតែកណាមកលោកចង់ឆាន់ក៏ឆាន់ទៅនឹងចឹងណាចង់ឆាន់ក៏ចង់មកល្ងាចអីបន្តទៀតបានចាមិនទៅពេលហ្នឹងណាវាមិនបាត់អីនេះទេចាគាត់ឆាន់ចាវីដេអូនេះក៏សូមមកទីបញ្ចប់ត្រឹមនឹងហើយបងប្អូនបើសិនជាមានវីដេអូថ្មីដូចជាខ្ញុំដើរទៅលេងនៅកន្លែងណាអញ្ចឹងចាំខ្ញុំខុសជូនបងប្អូនបន្តទៀតចាហើយកុំភ្លេចបងប្អូនជួយចុច Subscribe ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីចាហើយឲ្យខ្ញុំនឹងមានទឹកចិត្តបន្តធ្វើវីដេអូទៀតណាបងប្អូនចាទោះបីជាខ្ញុំយឺតយ៉ាវក្តីអីក្តីខ្ញុំនៅតែជូនផុសបន្តរហូតអញ្ចឹងបងប្អូនព្រោះថាអ្វីដែលស្រឡាញ់ហើយគឺមិនបោះបង់ចោលទេចាទូនឹងឆាប់ចាគង់តែបន្តទៀតអញ្ចឹងបងប្អូនសុខសប្បាយទាំងអស់គ្នាចាជួបគ្នានៅវីដេអូក្រោយទៀតចាវាអីហ្នឹងមិនពីទេគាត់នៅតាការនិយាយបានគ្រប់គ្នាលេងហើយកុំភ្លេចណាបងប្អូនចាកុំភ្លេចចិត្តចូលឆ្នាំទៀតហើយតែខិនចប់នេះគឺចូលឆ្នាំទៀតបងប្អូនរកលុយអត់តាន់ទេហើយបាយបាយអរគុណច្រើនជម្រាបលាហ្នឹងហើយតោះចឹងទៀតចឹងទៅមកនេះតិចមកមុនមកនេះមកអត់មុនមកនេះហ្នឹងនេះមិនដោតទៅណាដោតគួរទៅអ្នកដោតទីអត់ចេះដោតមកទៅចូលនេះតែនេះមានចិត្តមកចុចតែបើរួចចឹង
bác quê à lụt lên nhẹ nhẹ bà tay mưa tay 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 sát là cái lụt mày cái lỗ cái nó sụp cho ngày yêu tới nào vậy vì bên nhau con mà chờ mà cho mơ cái thêm ai tay đấy tay nào chụp cái nào đi sân cái nào cái bị ngay này sụp lư lư còn sai anh thật bé nhưng thật ảnh nhưng chả không giờ lại ai thơ chưa biết âu mà phải ăn miền lúa ấy phóng nữa mà đồ tiền